ភាពតានតឹងកើនឡើងនៅច្រកសមុទ្រ Hormuz អ៊ីរ៉ង់ព្រមាននាវាចម្បាំងអាមេរិកខណៈភាគីទាំងពីរផ្ដល់ព័ត៌មានខុសគ្នាស្ថានភាពតានតឹងនៅច្រកសមុទ្រ Hormuz បានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីមានការបញ្ចេញសម្លេងវិទ្យុមួយដែលអះអាងថាជាសារព្រមានពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់តែការនាវាចម្បាំងរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី11ខែមេសាឆ្នាំ2021តាមការរាយការណ៍សារនោះមានខ្លឹមសារត្រង់មុតថាប្រសិនបើនាវាអាមេរិកមិនគោរពតាមបទបញ្ជានោះវានឹងក្លាយជាគោលដៅវាយប្រហារហើយត្រូវចាក់ចេញពីតំបន់ភ្លាមៗសម្លេងព្រមានបន្តទៀតថានាវាអាមេរិកដែលកំពុងឆ្លងកាត់តំបន់នោះត្រូវបានតាមដានយ៉ាងជិតស្និទ្ធហើយស្ថិតក្នុងគ្រោះថ្នាក់គ្រប់ពេលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់អះអាងថានៅពេលនោះនាវាពិឃាតអាមេរិក2គ្រឿនរួមមាន USS Michael Mansour បានចូលមកជិតច្រកសមុទ្រ Hormuz ខណៈដែលអ៊ីរ៉ង់បានត្រៀមមីស៊ីលនិងបញ្ជូនយន្តហោះ drone ហោះតាមដានពីលើមេបញ្ជាការកងឆ្មាំជើងទឹកអ៊ីរ៉ង់បានចេញអសានិវត្តន៍ចុងក្រោយដោយទាមទារឲ្យនាវាអាមេរិកផ្លាស់ប្តូរទិសដៅមិនដូច្នេះទេនឹងប្រឈមមុខនឹងការវាយប្រហារសារព្រមានបានបញ្ជាក់ថាតំបន់សមុទ្រនេះអាចក្លាយជាគ្រោះថ្នាក់ធ្ងន់ធ្ងរសម្រាប់នាវាអាមេរិកបើមិនគោរពតាមបញ្ជាទោះជាយ៉ាងណានាវាអាមេរិកបានឆ្លើយតបវិញថាខ្លួនកំពុងធ្វើដំណើរតាមច្បាប់អន្តរជាតិនិងមិនមានបំណងបង្កការប្រឈមទង្គិចឡើយពួកគេក៏បានអំពាវនាវឲ្យភាគីទាំងពីរបន្ថយភាពតានតឹងនិងគោរពបទឈប់បាញ់យ៉ាងណាមិញប្រភពព័ត៌មានពីអ៊ីរ៉ង់ដូចជា Press TV បានអះអាងថាកងកម្លាំងអ៊ីរ៉ង់បានផ្ដល់វេលា30នាទីឲ្យនាវាអាមេរិកដកថយហើយស្ថានភាពនៅពេលនោះស្ទើរតែឈានដល់ការប្រើកម្លាំងយោធាផ្ទុយទៅវិញភាគីសហរដ្ឋអាមេរិកបានបដិសេធការអះអាងទាំងនេះមេបញ្ជាការកងកម្លាំងអាមេរិកបានបញ្ជាក់ថានាវាទាំងពីរបានឆ្លងកាត់តំបន់តាមផែនការដើម្បីបំពេញបេសកកម្មសម្អាតមីនហើយមិនបានទទួលការគំរាមកំហែងណាមួយឡើយពួកគេក៏បានបញ្ជាក់ថានាវាបានបើកប្រព័ន្ធសម្គាល់ទីតាំងដែលបើកច្បាស់ដោយមិនមានការលាក់លៀមហេតុការណ៍នេះបង្កើតសំណួរថាតើសម្លេងវិទ្យុដែលត្រូវបានផ្សព្វផ្សាយនោះជាការពិតឬគ្រាន់តែជាផ្នែកមួយនៃសង្គ្រាមព័ត៌មានរវាងភាគីទាំងពីរខណៈភាពតានតឹងនៅតំបន់នេះនៅតែបន្តកើនឡើង